ស្ដីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នានៅក្នុងពិភពលោកដែលដើរលឿននៅបច្ចុប្បន្ននេះមនុស្សជាច្រើនចង់បានលទ្ធផលភ្លាមៗយើងចង់ជោគជ័យនៅក្នុងភាពវ័យក្មេងយើងចង់បានត្រឹមតែមួយយប់ប៉ុន្តែការពិតនៃជីវិតមិនដូចឆ្នាំនោះទេផ្លូវទៅកាន់ភាពរុងរឿងដែលស្ថិតស្ថេរគឺត្រូវការសរសើរដើម្បីយ៉ាងនោះគឺការអត់ធ្មត់វិន័យនិងការខិតខំថ្ងៃនេះយើងនឹងជជែកគ្នាថាតើអាវុធទាំង3នេះនឹងផ្លាស់ប្ដូរវាសនារបស់អ្នកយ៉ាងដូចម្តេចខ្លះផ្នែកទី1ការអត់ធ្មត់ឬឈើល្វីងជូរចត់ប៉ុន្តែផ្លែវាផ្អែមឆ្ងាញ់តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯងខំប្រឹងណាស់ដែរប៉ុន្តែលទ្ធផលនៅតែមិនដូចអ្វីដែលខ្លួនចង់បានការអត់ធ្មត់មិនមែនមានន័យថាការអង្គុយរងចាំប្រេងវាសនានោះទេប៉ុន្តែវាគឺជាសមត្ថភាពក្នុងការរក្សាចិត្តគំនិតវិជ្ជមានក្នុងខណៈពេលដែលអ្នកកំពុងធ្វើការងារយ៉ាងធ្ងន់ធ្ងរមេរៀនពីធម្មជាតិឬសីចិនចំណាយពេល5ឆ្នាំដំបូងដើម្បីដុះឫសទៅក្នុងដីក្នុងរយៈពេល5ឆ្នាំនោះយើងមិនឃើញវាដុះចេញពីដីសូម្បីតែ1មីលីម៉ែត្រឡើយប៉ុន្តែនៅឆ្នាំទី6វាដុះឡើងខ្ពស់រហូតដល់25ម៉ែត្រក្នុងរយៈពេលតែ6សប្តាហ៍ប៉ុណ្ណោះចំណុចត្រូវគិតប្រសិនបើអ្នកកំពុងស្ថិតក្នុងដំណាក់កាលដុះឫសសូមកុំបោះបង់ឲ្យសោះភាពជោគជ័យដ៏អស្ចារ្យត្រូវការពេលវេលាសន្សំផ្នែកទី2វិន័យការធ្វើអ្វីដែលត្រូវធ្វើទោះបីមិនចង់ធ្វើក៏ដោយមនុស្សជាច្រើនរងចាំកម្លាំងចិត្តទៅចាប់ផ្ដើមធ្វើការប៉ុន្តែកម្លាំងចិត្តប្រៀបដូចជាអាកាសធាតុថ្ងៃខ្លះក្តៅថ្ងៃខ្លះត្រជាក់ចំណែកឯវិន័យវិញគឺជាម៉ាស៊ីនដែលដំណើរការគ្រប់ពេលវេលាគ្រប់កាលៈទេសៈនិយមន័យនៃវិន័យគឺជាការបញ្ជាខ្លួនឯងនៅពេលដែលអ្នកសម្រេចចិត្តថាត្រូវអានសៀវភៅ10ទំព័រជារៀងរាល់ថ្ងៃវិន័យគឺជាអ្នកជំរុញអ្នកឲ្យបើកសៀវភៅនោះទោះបីជាថ្ងៃនោះឬថ្ងៃនេះអ្នកនឿយហត់ប៉ុណ្ណាក៏ដោយរបៀបសាងវិន័យកុំចាប់ផ្ដើមធំពេកចាប់ផ្ដើមពីកន្លែងតូចដូចជាការរៀបចំកន្លែងគេងការចូលគេងឲ្យទៀងពេលវេលាឬការធ្វើលំហាត់ប្រាណត្រឹមតែ10នាទីក្នុងមួយថ្ងៃនៅពេលដែលអ្នកឈ្នះរឿងតូចទាំងនោះហើយអ្នកនឹងមានកម្លាំងចិត្តឈ្នះក្នុងការធ្វើរឿងធំផ្នែកទី3ការខិតខំម៉ាស៊ីនរុញច្រានទៅមុខគ្មានទេជោគជ័យដែលបានដោយឥតគិតថ្លៃការខិតខំគឺជាតម្លៃដែលអ្នកត្រូវបង់ដើម្បីទទួលបានសេរីភាពនៅថ្ងៃអនាគតប៉ុន្តែការខិតខំក្នុងនេះមិនមែនត្រឹមតែការប្រើប្រាស់កម្លាំងបាយនោះទេវាគឺជាការខិតខំប្រកបដោយគោលដៅធ្វើឲ្យលើសពីការរំពឹងទុកបើគេឲ្យធ្វើ100សូមធ្វើឲ្យដល់110ចន្លោះ10ដែលលើនោះហើយគឺជាកន្លែងដែលអ្នកដទៃធ្វើមិនបានហើយវានឹងធ្វើឲ្យអ្នកក្លាយជាមនុស្សឆ្នើមកុំខ្លាចភាពនឿយហត់នៅថ្ងៃនេះគឺជាមេរៀនដ៏មានតម្លៃសម្រាប់ថ្ងៃស្អែកការខិតខំគ្មានវិន័យហៅថាភាពវឹកវរការខិតខំដែលមានវិន័យនិងការអត់ធ្មត់ហៅថាសមិទ្ធផលបងប្អូនទាំងអស់គ្នាប្រសិនបើអ្នកមានតែការអត់ធ្មត់តែមិនខិតខំអ្នកនឹងក្លាយជាអ្នកសុបិនដែលមិនចេះភ្ញាក់ប្រសិនបើអ្នកមានតែការខិតខំតែគ្មានវិន័យអ្នកនឹងនឿយហត់រហូតដល់បោះបង់ពាក្យកណ្ដាលទីប៉ុន្តែនៅពេលដែលអ្នកបញ្ចូលទាំង3នេះចូលគ្នា1អត់ធ្មត់ដើម្បីរងចាំពេលវេលាដែលស័ក្តិសម2វិន័យដើម្បីធ្វើឲ្យសកម្មភាពរបស់អ្នកមានសណ្ដាប់ធ្នាប់3ខិតខំដើម្បីបង្កើតលទ្ធផលឲ្យលេចចេញជារូបរាងសូមចងចាំថាគ្រាប់ពូជដ៏ល្អបើដាំនៅក្នុងដីដែលខ្វះការថែទាំវានឹងងាប់ជីវិតរបស់អ្នកគឺជាគ្រាប់ពូជហើយការអត់ធ្មត់វិន័យនិងការខិតខំគឺជាជីនិងទឹកដែលធ្វើឲ្យអ្នករីករូតលាស់ធំធាត់បានល្អសូមអរគុណសម្រាប់ការតាមដានស្ដាប់សង្ឃឹមថាអ្នកនឹងយកគោលការណ៍ទាំង3នេះទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃសូមអរគុណ